សួស្តីអ្នកនរគ្នាហើយថ្ងៃនេះដែរគឺខ្ញុំលើកយកមកនិយាយអំពីកិរិយាសព្ទមិនទៀងទាត់ឬកិរិយាសព្ទប្រែប្រួលទៅតាមទម្រង់ការផ្សេងៗឬក៏ភាសាអង់គ្លេសហៅថា irregular verb នៅក្នុងវីដេអូមួយនេះហើយចំពោះ irregular verb នេះវិញគឺវាមានសារៈសំខាន់សម្រាប់អ្នកដែលរៀនភាសាអង់គ្លេសមែនទែនហើយវាក៏ជាផ្នែកមួយនៃសំខាន់ទាក់ទងទៅនឹងវេយ្យាករណ៍នៅក្នុងភាសាអង់គ្លេសដែរហើយនឹងមុននឹងចាប់ផ្ដើមវីដេអូនេះគឺខ្ញុំសូមបញ្ជាក់ទៅកាន់អ្នកនរគ្នាថាខ្ញុំមិនមែនជាគ្រូបង្រៀនឬក៏ជា tutor អីទេខ្ញុំគ្រាន់តែជាអ្នកចែករំលែកអ្នកដែលធ្វើការចែករំលែកអញ្ចឹងណាអ្នកនរគ្នាហើយខ្ញុំសង្ឃឹមថាការចែករំលែកតាក់ទងទៅនឹង irregular verb មួយនេះអាចផ្ដល់ជាសារៈប្រយោជន៍ទៅកាន់អ្នកដែលសិក្សាភាសាអង់គ្លេសជាដើមហើយបន្ទាប់ពីនេះមកទៀតគឺពួកយើងចូលទៅកាន់សាច់រឿងរបស់ពួកយើងទាំងអស់គ្នាចំពោះទំព័រទី1នេះវិញគឺយើងមាន4ជួរឈរអ្នកនរគ្នាដែលជួរឈរទី1គឺកិរិយាសព្ទដើម verb 1 infinitive verb ឬក៏ base verb ហើយជួរឈរទី2គឺកិរិយាសព្ទទី2គឺកិរិយាសព្ទស្ថិតនៅក្នុង past simple ហើយនឹងជួរឈរទី3គឺជា verb 3គឺទម្រង់កិរិយាសព្ទទី3 past participle ហើយនឹងចុងក្រោយគេនោះគឺភាសាខ្មែរយើងគឺបកប្រែជាភាសាខ្មែរតែម្ដងឥឡូវចាប់ផ្ដើមពាក្យដំបូងគេគឺពាក្យ awake verb 2របស់វាគឺអានថា awoke ហើយនឹង verb 3គឺ awoken ភាសាខ្មែរមានន័យថាដាស់ឬក៏ភ្ញាក់ពីគេងបន្ទាប់មកទៀតគឺ be មាន am ប្រើជាមួយ I is ប្រើជាមួយ he she it ហើយនឹង are ប្រើជាមួយ we ហើយនឹង they ហើយនឹង you ដល់ពេលយើងចូលមកកាន់ verb 2នេះវិញគឺកន្លែង am ហើយនឹង is នឹងបដូរទៅជា was ហើយចំណែកឯ are នឹងបដូរទៅជា were ចំណែកឯកិរិយាសព្ទទម្រង់ទី3គឺទៅជា been ទាំងអស់មានន័យប្រែជាខ្មែរថាគឺជាគឺឬជាឬក៏ប្រើជាមួយទីកន្លែងភ្ជាប់ជាមួយទីកន្លែងវាស្មើនឹងនៅចូលមកកាន់ពាក្យទី3គឺវា bore born ស៊ូទ្រាំហើយពាក្យបន្ទាប់ពីពាក្យស៊ូទ្រាំហ្នឹងគឺមានលក្ខណៈស្រដៀងគ្នានៅ verb 1ហើយនិង verb 2ប៉ុន្តែ verb 3គឺសរសេរខុសគ្នាហើយក៏អត្ថន័យនៃភាសាខ្មែរគឺក៏ខុសគ្នាដែរគឺមានន័យថាសម្រាលកូនឬក៏កើតមកតែភាគច្រើនគឺយើងឃើញទម្រង់នេះប្រើតែជាទម្រង់ទី3ដូចជា I was born in ភ្នំពេញអីជាដើមខ្ញុំកើតនៅភ្នំពេញអីចឹងអ្នកនរគ្នាហើយបើប្រើជាមួយនឹងស្ត្រីដែលគាត់ចិត្តសម្រាលកូនអានឹងគឺយើងប្រើជាមួយនឹងពាក្យ bear bore ហើយបើភាគច្រើនយើងប្រើជាមួយនឹងយើងកើតមកភាគច្រើនគឺយើងប្រើជាមួយ born ជា verb 3ដែលយើងឃើញជាញឹកញាប់ពាក្យបន្ទាប់ទៀតគឺពាក្យ beat beaten វាយឬក៏យកឈ្នះ become became become ក្លាយជា begin began begun ចាប់ផ្ដើម bend bent bent ពុតខ្លួនឬក៏ពុតដែកជាដើម bizet 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 ឡោមព័ទ្ធ bet 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 ភ្នាល់ bleed bled bled ហូរឈាមឬចេញឈាម blow blew blown ផ្លុំ break broke broken បែកខូចខ្ទេចឬធ្វើឲ្យខូចចិត្តឬក៏ធ្វើឲ្យអ្នកណាម្នាក់អន់ចិត្តខូចចិត្ត breed bred bred បង្កាត់ពូជ bring brought brought នាំយក broadcast ហើយ verb 2ហើយនិង verb 3គឺអានដូចគ្នាផ្សព្វផ្សាយឃោសនា build built built កសាងឬក៏សាងសង់ burn burnt burnt ចំពោះពាក្យ burn ដែលមាន t នៅខាងក្រោយនេះវិញគឺជាអង់គ្លេសបែប UK ឬក៏ចក្រភពអង់គ្លេសហើយបើមាន ed នៅខាងក្រោយនេះគឺជាភាសាអង់គ្លេសបែប US ឬក៏អាមេរិកាំងមានន័យថាដុតហើយនឹងឆេះពាក្យបន្ទាប់គឺ burst ហើយ verb 2 verb 3វិញគឺដដែលមានន័យថាផ្ទុះហើយបើនិយាយពីមួយទៀតក៏សំដៅទៅលើផ្ទុះសំដៅដែរបន្ទាប់មកទៀតគឺពាក្យ buy bought bought ទិញ cash 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 មានន័យថាចោលយល់ទៅគឺ verb 1 verb 2 verb
three គឺចំពោះពាក្យនេះគឺដូចគ្នាពាក្យបន្ទាប់គឺ catch catch caught ចាប់ choose chose chosen រើសឬក៏ជ្រើសជ្រើសរើស cling ខ្លាំងខ្លាំងតោ come came come មក cost verb 2 ហើយនិង verb 3ដូចគ្នាមានន័យថាថ្លៃដូចជាមានតម្លៃសំដៅទៅលើវត្ថុមួយមានតម្លៃប៉ុន្មានអីចឹងអ្នកនរគ្នាវត្ថុនេះថ្លៃ$2ឬក៏ថ្លៃ50000រៀលពាក្យបន្ទាប់ទៀតគឺពាក្យ creep grab grabbed លូនលបលប cut verb 2 verb 3គឺដដែលដូចគ្នាមានន័យថាកាត់ deal dealt dealt ដោះស្រាយសំដៅទៅលើភាគច្រើនគឺប្រើជាមួយនឹងការដោះស្រាយបញ្ហា dig duck duck chick dive dived dove dived មុជទឹក do did done ធ្វើ draw drew drawn គូសគូស draw the picture គូសរូបភាពគូសរូប dream dreamed dreamed dream ដែលមាន ed នៅខាងក្រោយហើយនិង t នៅខាងក្រោយគឺបញ្ចេញសំឡេងខ្យល់ធាងដូចគ្នានៅខាងក្រោយហ្នឹងហើយដូចពាក្យមុនដំបូងនោះអញ្ចឹងគឺ ed នេះគឺជា US English ហើយកន្លែង t ហ្នឹងគឺជា UK English មានន័យថាសុបិនយល់សប្តិ drive drove driven បើកបរ drink drank drank ផឹក eat ate eaten ញ៉ាំ fall fell fallen ធ្លាក់ឬក៏ដួល feed fed fed ចិញ្ចឹមឬក៏បញ្ចុកចំណី feel felt felt មានអារម្មណ៍ fight fought fought ប្រយុទ្ធឬវាយ find found found ស្វែងរករកហើយអត្ថន័យមួយទៀតនៃពាក្យ found ហ្នឹងក៏ប្រែថារកឃើញចំពោះពាក្យ found fit 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 ស័ក្តិសមសមល្មម verb 2 verb 3 verb 1 អីគឺដូចគ្នាទាំងអស់ពាក្យបន្ទាប់ទៀតគឺពាក្យ flee flat flat ភៀសខ្លួន fling flung flung ក្រវាត់ចោល fly flew flown ហោះឬក៏បង្ហោះ forbid forbade forbidden ហាមឃាត់ឬក៏ហាម5ហាម forget forgot forgotten ភ្លេចឬក៏បំភ្លេចចោល forgo forwent forgone បណ្ដោយឲ្យទៅ forgive forgive អធិស្ឋានអ្នកនរគ្នាកន្លែងពាក្យ forgive នេះគឺអត់មាន n នៅខាងក្រោយទេតែវាខុសអ្នកនរគ្នា forgiven អត់ឱនអធិស្ឋាន forsake forsook forsaken បោះបង់ចោល freeze froze frozen កកសំដៅទៅលើកកដោយភាពត្រជាក់ខ្លាំងឬក៏មួយទៀតគឺបង្កកសំដៅទៅលើធាតុដែលត្រជាក់ខ្លាំងដែលធ្វើឲ្យយើងកក forecast forecast ឬក៏ forecasted ហើយ verb 3គឺដូចគ្នាដដែលព្យាករណ៍ get got got gotten យកទទួលឬក៏បាន give gave given ឲ្យ go went gone ទៅ grind ground ground ញញឹម grow grew grown លូតលាស់ឬក៏ដុះឬក៏បណ្ដុះ hang hung hung ព្យួរ have has have ប្រើជាមួយនឹង I you we they ចំណែកឯ has នេះប្រើជាមួយនឹង he she it ចំណែកឯ verb 2 ហើយនិង verb 3 វិញគឺប្រើជា had ដូចគ្នាប្រែថាមានហើយចំពោះirregular verb ឬក៏កិរិយាសព្ទប្រែប្រួលមិនទៀងទាត់នេះវិញនៅក្នុងភាគទី1នេះគឺចប់ត្រឹមប៉ុណ្ណេះអ្នកនរគ្នាហើយសូមតាមដាននៅភាគ2បន្តទៀតសម្រាប់irregular verb ផ្សេងៗទៀតអ្នកនរគ្នាហើយក៏ជាចុងក្រោយនេះសូមអរគុណដែលអ្នកនរគ្នាបានតាមដានពីដើមដល់ចប់